ស្មៅទឹកដោះខ្លាលក្ខណៈនិងការប្រើប្រាស់ស្មៅនេះមានលក្ខណៈត្រជាក់ធម្មតាត្រូវបានប្រើដើម្បីកាត់បន្ថយកម្ដៅអន្តរកម្មតាមរយៈការបន្ធូររាងកាយជំនួយកម្លាំងបន្ស៊ាំប្រព័ន្ធភាពស៊ាំព្យាបាលគ្រុនចាញ់ប្រឆាំងនឹងការឈឺធ្មេញវិធីប្រើប្រាស់1សម្រាប់កាត់បន្ថយកម្ដៅនិងគ្រុនចាញ់យកស្មៅទឹកដោះខ្លាទាំងទងនិងស្លឹកប្រហែល1-2 ដៃលាងឲ្យស្អាតហើយច្របាច់ជាមួយទឹកក្តៅផឹកទឹកច្របាច់នោះថ្ងៃត្រង់1-2 ពេលមិនគួរផឹកច្រើនពេកទេ2សម្រាប់ជំនួយកម្លាំងស្ងោរស្មៅនេះជាមួយទឹកប្រហែល5-10 ម្រាមក្នុងទឹក3-4 ពែងស្ងោររហូតដល់នៅសល់1-2 ពែងផឹក1 ពែងមុនពេលញ៉ាំអាហារពេលល្ងាច3សម្រាប់ឈឺធ្មេញយកស្លឹកស្រស់លាងឲ្យស្អាតហើយយកទៅដុសនៅត្រង់ធ្មេញឈឺឬក៏ច្របាច់ទឹកយកទៅលាបលើតំណែងឈឺការព្រមានកុំប្រើច្រើនពេកឬរយៈពេលយូរដោយគ្មានការណែនាំពីអ្នកជំនាញប្រសិនបើមានរោគស្វាយឬមានផ្ទៃពោះត្រូវពិគ្រោះជាមួយគ្រូពេទ្យមុនប្រើគួរសាកល្បងបន្តិចមុនដើម្បីឆែកមើលប្រតិកម្មរាងកាយអាចមានអាឡែហ្ស៊ីសូមចងចាំថាទោះបីជាថ្នាំបុរាណមានប្រសិទ្ធភាពក៏ដោយការប្រើប្រាស់ត្រូវតែប្រុងប្រយ័ត្នហើយគួរពិគ្រោះជាមួយអ្នកជំនាញពេទ្យបុរាណដែលមានជំនាញជាពិសេសបើមានជំងឺរ៉ាំរ៉ៃឬកំពុងពិគ្រោះថ្នាំផ្សេងទៀត។